Some years so, Boma tại trường học này, nên cái chiếc bọc một tiệc gold villa, đại tiệc này phong đá tập tầm miền ca sang sóng rực rỡ thay tại mà đong, nên cái chiếc một thayในក្នុងបរិយាចនត្រប់ស៊ីមរៀបបង្កដែលមកផ្ទះ gold villa នេះគឺយើងមានការសាងសង់ទៅលើទំហំដីធំរហូតដល់ទៅ15ម៉ែត្របដោយទៅក្រោយ40ម៉ែត្រអញ្ចឹងបងអតីជនទៅមើលទាំងអស់គ្នាសម្រាប់មកផ្ទះ gold villa នេះផងដែរគឺយើងមានទីតាំងចុះពីផ្លូវឆ្លៀត6ម៉ោងត្រឹមតែ200ម៉ែត្រទេបងហើយសម្រាប់ប្រភេទមកផ្ទះ gold villa នេះផងដែរគឺមានសតស្បេះដីខាងមុខនេះគឺបងអាចចាត់ឡើងបានពី4ទៅ5គ្រឿងផងដែរហើយយើងក៏មានការរៀបចំសួនយ៉ាងធំទូលាយផងដែរសម្រាប់ផ្ទះនេះផងដែរគឺយើងមានការរៀបចំសួននៅផ្នែកខាងមុខផ្ទះលក្ខណៈស៊ីវិល័យបែបប្រណិតតែម្ដងហើយរីឯចំហៀងផ្ទះវិញយើងក៏មានការរៀបចំសួនយ៉ាងធំទូលាយផងដែរសម្រាប់នៅចំហៀងផ្ទះនេះបងអតិជនចាគឺបងអតិជនអាចរៀបជាសួនបែបនេះក៏បានឬបងអតិជនអាចរៀបជាតុសម្រាប់យើងអង្គុយលេងនៅពេលល្ងាចអីក៏បានបន្ថែមផងដែរអញ្ចឹងសូមចេញបងទៅមើលខាងក្នុងផ្ទះទាំងអស់គ្នាសម្រាប់ផ្នែកខាងមុខនេះគឺយើងមានជីបន្ទប់ទទួលភ្ញៀវដែលមកផ្ទះ gold villa នេះផងដែរគឺយើងរៀបចំ space ខាងមុខនេះគឺធំទូលាយមែនទែនបងអតិជនអាចរៀបចំជាសាឡុងបែបនេះក៏បានជាប្រភេទទូតាំងដេកបែបនេះក៏បានអញ្ចឹងជូនបងទៅមើលផ្នែកខាងក្រោយទាំងអស់គ្នាសម្រាប់ចំហៀងនេះបងអាចរៀបចំជាតុសម្រាប់យើងដាក់ជាប្រភេទដេកផ្សេងដើម្បីលម្អនៅផ្នែកខាងក្នុងផ្ទះហើយនៅចំហៀងនេះផងដែរយើងមានជាមីនីបារជាមួយនឹងតុទទួលទានអាហារសម្រាប់កន្លែងនេះផងដែរយើងមានការបែងចែកដាច់ដライរវាងតុទទួលទានអាហារជាមួយនឹងមីនីបារហើយនឹងផ្ទះបាយសម្រាប់តាក់ទងជាមួយនឹងផ្ទះបាយផងដែរគឺយើងរៀបចំដាច់មកខាងក្រោយដាច់ដライតែម្ដងដើម្បីងាយស្រួលនៅក្នុងការកម្ចាត់ក្លិនផ្សេងអញ្ចឹងបងចាហើយនៅផ្ទះបាយយើងនេះយើងមានបង្អួចយ៉ាងធំទូលាយផងដែរអញ្ចឹងយើងទៅមើលផ្នែកខាងក្រោយផ្ទះថាមានអ្វីដែលប្លែកសម្រាប់ផ្នែកខាងក្រោយផ្ទះនេះបងចាគឺយើងមានការរៀបចំជាកញ្ចក់អង្គុយលេងជាមួយនឹងអាងហែលទឹកយ៉ាងធំទូលាយមែនទែនហើយផ្ទះនេះគឺមានខ្យល់អាកាសបរិសុទ្ធមែនទែនផ្នែកខាងក្រោយនេះគឺមានសភាពធំទូលាយអញ្ចឹងសូមចេញបងទៅមើលផ្នែកខាងលើផ្ទះទាំងអស់គ្នាសម្រាប់ផ្នែកខាងក្រោមនេះផងដែរបងចាត្រង់កន្លែងខាងក្រោមនេះយើងមានជាបន្ទប់គេងមួយជាមួយនឹងបន្ទប់ទឹកមួយផងដែរខាងនេះគឺជាបន្ទប់គេងខាងនេះគឺមានជាបន្ទប់ទឹកហើយយើងក៏មានជាទូនៅក្រោមចន្ទើសម្រាប់បងអតិជនដាក់ជាសម្ភារៈផ្សេងបានអញ្ចឹងយើងទៅឡើងទៅមើលខាងលើផ្ទះសម្រាប់ផ្នែកខាងលើផ្ទះនេះផងដែរពេលបងអញ្ចឹងមកដល់ខាងលើគឺបងនឹងឃើញតុមួយដែលយើងរៀបចំនៅខាងនេះជូនបងតែម្ដងបងអាចរៀបចំជាគ្រឿងសម្ភារៈសង្ហារិមអីផ្សេងក៏បានឬដាក់ជាតុសាឡុងមួយក៏បានដែរអញ្ចឹងយើងទៅមើលនៅបន្ទប់មេគ្រួសារសម្រាប់ខាងនេះបងចាគឺជាបន្ទប់មេគ្រួសារក្រុមហ៊ុនរៀបចំលក្ខណៈបែបផ្សារមែនប៉ុន្តែលក្ខណៈស៊ីវិល័យជូនបងអតិជនតែម្ដងណាចាជាពិសេសយើងក៏មានការរៀបចំជាទូតាំងដេកបែបនេះក៏ផងដែរចាជាមួយនឹងការបំពាក់សម្ភារៈផ្សេងនៅក្នុងបន្ទប់មេគ្រួសារនេះយើងក៏មានការរៀបចំជាទូដាក់សម្លៀកបំពាក់ជាមួយនឹងតុគ្រឿងសម្អាងណាបងហើយយើងមានបន្ទប់ទឹកធំទូលាយផងដែរសម្រាប់នៅក្នុងបន្ទប់ទឹកនេះផងដែរយើងមានការរៀបចំជាបាសស្ថានជាមួយនឹងការរៀបចំជាកន្លែងងូតទឹកយើងដាច់ដライពីគ្នាហើយជាមួយនឹងការរៀបចំជាកន្លែងដែលយើងលាងដៃសម្រាប់លក់មុខអីផ្សេងអញ្ចឹងយើងទៅមើលបន្ទប់ទី2ទាំងអស់គ្នាសម្រាប់ខាងនេះគឺជាបន្ទប់គេងទី2បងចាគឺយើងមានការរៀបចំយ៉ាងស្រស់ស្អាតដែរចាគឺយើងក៏មានបន្ទប់ទឹករួមមួយផងដែរសម្រាប់បន្ទប់គេងទី2នេះយើងក៏មានវ៉ែរ៉ង់ដាចេញទៅផ្នែកខាងក្រៅហើយវ៉ែរ៉ង់ដានេះគឺបងអតិជនអាចមើលឃើញទៅដល់ផ្នែកអាងទឹកនៅខាងក្រៅផ្ទះជាមួយនឹងទេសភាពផ្នែកខាងក្រៅផ្ទះផងដែរសម្រាប់ទីតាំងខាងនេះបងអាចរៀបចំជាតុស្រាប់នៅពេលល្ងាចអង្គុយលេងស្រុកខ្យល់អាកាសបរិសុទ្ធផងដែរអញ្ចឹងយើងចូលទៅមើលផ្នែកខាងក្នុងវិញបន្ទប់នេះគឺខាងក្រុមហ៊ុនមានការរៀបចំដេកប្រហែលនឹងបន្ទប់មេគ្រួសារដែរប៉ុន្តែបញ្ហាការរៀបចំយើងមានលក្ខណៈខុសគ្នាបន្តិចបន្តួចនេះគឺជាបន្ទប់ទឹកនៅក្នុងបន្ទប់គេងទី2អញ្ចឹងយើងមើលបន្ទប់ទី3ទាំងអស់គ្នាចុះនេះសម្រាប់ខាងនេះគឺជាបន្ទប់គេងទី3សម្រាប់បន្ទប់គេងទី3នេះលក្ខណៈស្តៀងនឹងបន្ទប់គេងទី2ផងដែរហើយបន្ទប់គេងទី3នេះផងដែរយើងអត់មានវ៉ែរ៉ង់ដាទេបងប៉ុន្តែយើងមានជាបង្អួចដល់ពេលយើងបើកមកមានខ្យល់អាកាសបរិសុទ្ធឃើញជាក់ស្ដែងយើងតែម្ដងណាបងចាហើយមួយទៀតយើងក៏មានការរៀបចំដេកក្រែគេងជាមួយនឹងដេកបំពាក់នៅគ្រឿងសង្ហារិមផ្សេងផងដែរហើយបន្ទប់នេះយើងក៏មានបន្ទប់ទឹកមួយផងដែរ អ
ទៅបន្ទប់យើងទាំងអស់គឺមានបន្ទប់ទឹកធំធំតលេងមែនតើហើយមានការរៀបចំជាលក្ខណៈប្រណិតជូនបងផងដែរបងចានឹងជាសរុបរួមមកវិញសម្រាប់ប្រភេទបន្ទះ Gold Villa នេះផងដែរដែលយើងមានជាបន្ទប់គេង4បន្ទប់ទឹក5បន្ទប់ទទួលភ្ញៀវ1ផ្ទះបាយហើយយើងមានជាកញ្ចក់អង្គុយលេងជាមួយនឹងអាងហែលទឹកផងដែរនិងសួនច្បារផ្នែកខាងមុខផ្ទះសម្រាប់ទីតាំងការិយាល័យបើសិនបងធ្វើដំណើរពីក្រុងសៀមរាបដល់រង្វង់មុខការរំដួលបាត់ខាងស្ដាំដៃត្រឹមតែ6ទៅ700ម៉ែត្រអញ្ជើញមកដល់ទីតាំងកម្រងទាល់តែម្ដងសូមអរគុណសូមជម្រាបលា